Rướng chọn chùm nánh đách chùm nòng. តារ៉េនអើយតារ៉េនខេត្តកណ្ដាលបងប្អូនលក់ធូរថ្លៃទេបងប្អូនទិញទុរេនអត់មីងតូចទុរេនខេត្តកណ្ដាលណាមីងផ្អែមល្មួតខ្លាំងណាស់ Dí an tất bươn. Tụi rên an tất ách. Ngùi nào vậy? Tụi rên khét na đài. តារ៉េនខេត្តកណ្ដាលមីង Chôm. Khét cần đá. Đâm tụi rên đó đáy an tất. អត់ផងមីងតាមអត់ដោះផង Hả? Cho hãy ban tụi rên một bình nam mà lụa. Ban chỉ hãy bia nia tụi rên khét cần đá anh chăng? តារ៉េនហ្នឹងខ្ញុំយកមកពីខេត្តកំពតតើមីង Chăng mình. Mấy cậu prap anh tha tụi rên khét cần đá anh chăng? ចោះបើមីងឯងសួរខ្ញុំថាទុរេនខេត្តណាខ្ញុំមិនឆ្លើយថាទុរេនខេត្តកណ្ដាលព្រោះខ្ញុំលក់នៅខេត្តកណ្ដាលហ្នឹងមានតែលក់នៅខេត្តកំពតណាមីង មីងត្រូវសួរខ្ញុំថាទុរេនហ្នឹងដាំនៅខេត្តណាបានត្រូវ Anh xua khó men. Xong tô phong. Cho mấy hãy. Mình bộ bia nia tha tụi rên khét cầm bột mong tớ á. អូស្ដាប់ខ្ញុំសិនរឿងហ្នឹងវាបែបនេះនាងតាមខ្ញុំដូចជាទល់ហើយតាមមិនតាមនឹងក៏តាមយ៉ាងនេះទៅផងមីងខ្ញុំចេះតែញោះមីងឯងលេងតើតាមពិតទៅខ្ញុំពពាយនាយខេត្តកំពតមួយថ្ងៃហើយតែអត់មានអ្នកចូលទិញសោះអញ្ចឹងក៏ពពាយនាយឲ្យប្លែកទៅក្រែងមានអ្នកចូលទិញណាមីងមីងជួយទិញខ្ញុំមួយទៅមីងលក់អត់ដាច់សោះថ្ងៃនេះ Hơi thử rê này. Mua kilo bằng man đấy anh tất. 1 គីឡូ 40000 រៀលមីងតែយល់ថាគ្នាឯងខ្ញុំចោះឲ្យមីងបន្តិចចុះមីងឲ្យខ្ញុំតែ 39900 មកបានហើយ Ngọp hơi á. Cho hẳn tách đôi Việt Hà mến. Ngọp tinh thế. Anh nhà lẹc xí chỉ mùi thử rên. Chè thử xua lên thế. Anh tư hơi. ដឹងថាខ្លួនឯងអាឡែកស៊ីជាមួយតារ៉េនហើយនៅមកសួរឌឺទៀតសួររកបកាច់យកស្អីបើសួរឲ្យមិនទិញផង Bao pra tùm lúc chất anh nhé. Thơ xì ai mùi. Ngày ní. Anh tất bươn lụa thử rên mình đạch xó. Sống bấy tay mùi plài. Đòi xa tay thử rên bỏ quạt lụa thলাই bế. Đôi chân này hơi. Thua ai quạt miên ca lồng bạ chặt chữ khá lăng. Bố. Bắn nơi tay lụa mình đạch bài mình tiết. Quát nâng trời khát bóng prạ chỉ trán. Đòi xa tay thử rên khổ. ឯងណាមួយរយៈនេះយើងលក់តារ៉េនមិនដាច់សោះបើនៅតែអញ្ចឹងទៀតយើងប្រហែលជាត្រូវបិទតូបហើយឯងព្រោះគ្មានដើមទុនទៅទិញតារ៉េនថ្មីមកលក់ទៀតទេកុំពិបាកចិត្តអីឯងចាំស្អែកមើលក្រែងលោលក់ដាច់បានខ្លះ Lúc ạchឡើងអន្តិតបឿនក៏មកលក់ទុរេនដូចរាល់ដងហើយថ្ងៃនេះកុំថាឡើយអ្នកចូលទិញសូម្បីតែអ្នកដើរកាត់ក៏គ្មានដែរ ហើយចប់ហើយថ្ងៃនេះកុំថាឡើយអ្នកទិញសូម្បីតែអ្នកដើរកាត់ក៏គ្មានម្នាក់ដែរ មួយសន្ទុះក្រោយមកមីងពោចក៏បានដើរមកដល់មិនហើយអាអន្តិតលក់ទុរេនដាច់អត់ណាអត់ហើយអញទិញទេថ្ងៃហ្នឹង ខ្ជិលហាយណាស់មីងឯងអាឡែកស៊ីជាមួយទុរេនហ្នឹងអញ្ចឹងទោះហើយក៏មិនទិញដែរ ប្រាប់ឲ្យតាមត្រង់ចុះអាអន្តិតអើយអញគ្មានអាឡែកស៊ីស្អីទេតែអញវាគ្មានលុយទិញស៊ីហ្នឹងណា ចប់ខ្ញុំខំតែជឿធ្វើម៉េចទេមីងអើយខ្ញុំទិញពីគេមកថ្លៃដែរបើខ្ញុំទិញមកពីគេថោកខ្ញុំលក់ថោកឲ្យមីងបានទិញហូបដែរហើយ និយាយអញ្ចឹងអញសួរឲ្យមួយមើលម៉េចទុរេនឯងលក់1គីឡូ 40000 អញ្ចឹងខាងគេនោះគេលក់តែ1គីឡូ 25000 ទេ អត់ដឹងដែរមីងខ្ញុំទិញពីគេមក1គីឡូ 30000ហើយលក់វិញ 40000ព្រោះពេលខ្ញុំទុកទុំវាស្ងួតសម្បកស្រកគីឡូហើយផ្លែខ្លះទុំជ្រុលប្រេះចូលខ្យល់ខូចហ្មងរួមទាំងថ្លៃដឹកជញ្ជូនទៀត
អញ្ចឹង1គីឡូ40000ហ្នឹងខ្ញុំចំណេញមិនច្រើនទេមីងហើយទុរេនគេទុរេនខេត្តកំពតដែរមែនមីង អញឮគេថាទុរេនកំពតនាំចូល ហាទុរេនខេត្តកំពតនាំចូលមិនមីងប៉ោចកំពតគឺកំពតហើយមានអីត្រូវនាំចូលទៀត អញមិនច្បាស់ដែរហ្នឹងណាឮតែគេថាព្រោះមិនដែលមានលុយទិញស៊ីផងអញទៅសិនហើយអញ្ចឹង បាទមីងអរគុណហើយដែលបានប្រាប់ចំទុរេនកំពតនាំចូលយ៉ាងម៉េចវ៉ៃអញដូចមិនដែលឮចាំទៅដល់ផ្ទះសួរប្រពន្ធមើលក្រែងលោគាត់ដឹងឯងណានិយាយអញ្ចឹងឯងមានដែរឮទុរេនកំពតនាំចូលអត់ខ្ញុំឮមីងពោចនិយាយហើយខ្ញុំឆ្ងល់អត់បាត់សោះនេះអត់ដែរឮផងឯងនិយាយអញ្ចឹងខ្ញុំឆ្ងល់ដែរហើយឯងដឹងថាពីណាគេយកទុរេនហ្នឹងមកលក់អត់ដឹងតើឯងគឺលបងថ្នោតនៅឯចុងភូមិយើងនេះឯងហើយទុរេនគាត់លក់ចេញ1គីឡូតែ25000ទេថោកជាងតម្លៃយើងនាំចូលទៀតមិនដឹងថាគាត់ទៅទិញទុរេនពីចំការណាមកទេបានជាលក់ថោកយ៉ាងហ្នឹងអញ្ចឹងយើងទៅសួរគាត់មើលឯងក្រែងលោទិញបានតម្លៃថោកមកលក់ដូចគាត់លើមែនយីប៉ាក់នេះគឺមិនប្រាប់យើងទេអារឿងអញ្ចឹងនោះយើងគួរតែទៅលបស្ដាប់នៅក្បែរផ្ទះគាត់ទៅក្រែងលោបានតម្រុយអីខ្លះ បន្ទាប់ពីពិភាក្សាគ្នារួចអន្តិតបឿននិងនាងបៀមក៏បានសម្រេចចិត្តថានឹងទៅលបស្ដាប់នៅក្បែរផ្ទះពូថ្នោតក្រែងបានតម្រុយខ្លះៗនៅឯផ្ទះពូថ្នោតនៅឲ្យស្ងៀមឯងកុំមាត់ប្រយ័ត្នគេលើអាតប៉េះនេះវ៉ៃឲ្យឯងស្ងៀមកុំមាត់តែផោមឡើងលឺ អន្តិតបឿននិងនាងបៀមទៅចំពេលល្អណាស់ព្រោះពូថ្នោតកំពុងនិយាយរឿងនាំចូលទុរេនល្មមមួយរយៈនេះយើងលក់ទុរេនដាច់ណាស់ឯងអើយបើបានចំណេញច្រើនដូចរាល់ថ្ងៃនេះមិនយូរទៀតទេយើងនឹងបានធូរធារជាមិនខានតែយើងលក់ទុរេនមានជាតិគីមីខ្ពស់អញ្ចឹងខ្លាចប៉ះពាល់ដល់សុខភាពអ្នកហូបណាឯងទៅខ្វល់អីទេឯងយើងមិនបានហូបផងនឹងហើយមកពីអ្នកទិញចូលចិត្តរកតែអាថោកអញ្ចឹងហើយលក់អាថោកបានយើងលក់ដាច់ហើយមួយយ៉ាងទៀតបើយើងមិនលក់ក៏មានអ្នកផ្សេងគេលក់ដែរកុំខ្វល់ច្រើនពេកដេកទៅស្អែកយើងទៅកើបលុយទៀតបន្ទាប់ពីបានស្ដាប់ឮពូថ្នោតពិភាក្សាគ្នារួចអន្តិតបឿននិងនាងបៀមក៏បាននាំគ្នាត្រឡប់ទៅផ្ទះជាធម្មតាស្អែកឡើងនៅផ្ទះអន្តិតបឿនតាមប៉ាត់លបងថ្នោតលក់ទុរេននាំចូលអញ្ចឹងសោះបានជាលក់ធូរថ្លៃយើងគិតរកលក់ទុរេននាំចូលដែរទៅឯងក្រែងលក់ដាច់ដូចគេហ្នឹងហើយឯងលក់ទៅបើយើងមិនលក់ក៏គេលក់ដែរអន្តិតបឿនក៏បានទៅទិញទុរេននាំចូលមកលក់ដូចគេដូចឯងដែរហើយការលក់ដូររបស់គាត់ក៏បានរីកដុះដាលកាន់តែខ្លាំងទៅពីមួយថ្ងៃទៅមួយថ្ងៃហើយភាពល្បីល្បាញពីរសជាតិទុរេនរបស់គាត់ក៏បានដឹងដល់ចៅហ្វាយស្រុកមួយរយៈនេះឮគេល្បីអារឿងទុរេនកំពតនាំចូលខ្លាំងណាស់អញដូចជាចង់សាកដល់ហើយវ៉ៃមើលអាចរោចហើយមានស្គាល់កន្លែងលក់ទុរេននោះអត់ទៅទិញឲ្យអញស៊ីឲ្យឆ្ងាញ់មាត់ម្ដងមើលបាទស្គាល់តាអ៊ំគេលក់នៅភូមិស៊ីមិនកើតណាអ៊ំភូមិអីឈ្មោះចម្លែកមែនខ្ញុំក៏មិនដឹងដែរអ៊ំតែចាំខ្ញុំទៅទិញមកឲ្យពិសាបន្ទាប់ពីនិយាយចប់នាយច្រូចក៏បានដើរទៅទិញទុរេនបាត់ទៅនៅសល់តែលោកចៅហ្វាយស្រុកអង្គុយស្រក់ទឹកមាត់ដូចឆ្កែឆ្កួតម្នាក់ឯងតបបន្តិតបឿនមកបងជួយទិញទុរេនប្អូន1គីឡូ2គីឡូយកទៅហូបទៅទុរេនកំពតនាំចូលប្អូនឆ្ងាញ់ណាស់1គីឡូតែ20000រៀលទេបង
អញចង់ថ្លឹងឲ្យខ្ញុំ2គីឡូមកអញចឹងទិញទុរេនរួចនាយច្រូចក៏ប្រញាប់ប្រញាល់យកទុរេនទៅឲ្យចៅហ្វាយស្រុកពិសាបន្ទាប់ពីពិសាទុរេនរួចលោកចៅហ្វាយស្រុកក៏មានអាការៈឈឺក្បាលធីងធងដូចមនុស្សពុលថ្នាំស៊ីទុរេនរួចដូចជាឈឺក្បាលធីងធងមិនដឹងទេអាចច្រូចអាការៈដូចមនុស្សពុលថ្នាំអញ្ចឹងចុះមុនពិសាទុរេនអូមានពិសាអីផ្សេងអត់មានទេអញផឹកតែទឹកមួយថ្ងៃហើយតែមានអារម្មណ៍ដូចពុលថ្នាំអញ្ចឹងហែងសាកយកសម្បកទុរេនទៅពិនិត្យមើលមានជាតិគីមីធ្វើឲ្យមនុស្សពុលអត់ក្រោយពីបានពិនិត្យទុរេនរួចលោកចៅហ្វាយស្រុករកឃើញថាទុរេនមានជាតិគីមីខ្ពស់ទើបបណ្ដាលឲ្យពុលមូលហេតុនេះមកពីអន្តិតបឿននាំចូលនៅទុរេនដែលស្ទើរទុំតែយកទៅជ្រលក់ថ្នាំឲ្យទុំតែដោយសារអ្នកជ្រលក់ថ្នាំប្រើថ្នាំជ្រុលទើបធ្វើឲ្យថ្នាំជ្រាបចូលដល់ក្នុងសាច់ទុរេនបណ្ដាលឲ្យពុលហើយអាការៈពុលនេះមិនមែនមានតែលោកចៅហ្វាយស្រុកតែម្នាក់ទេគឺគ្រប់គ្នាតែម្ដងបន្ទាប់ពីស្ដាប់ការរៀបរាប់របស់យើងរួចឯងមានអីត្រូវបកស្រាយឬតវ៉ាទេអត់មានទេលោកចៅហ្វាយស្រុកព្រោះខ្ញុំខុសមែនបន្ទាប់ពីទទួលកំហុសរួចចៅហ្វាយស្រុកក៏បានចាប់អន្តិតបឿននិងអ្នកលក់ទុរេននាំចូលខុសច្បាប់ផ្សេងទៀតទៅកាត់ទោសតាមនីតិវិធីច្បាប់នេះមកពីចង់មានបានដោយគ្មានការគិតពិចារណាសូមកុំចង់ចំណេញពេកប្រយ័ត្នដាច់ចំណង